ការសែធំលើពិភពលោកចាប់ផ្ដើមបកស្បែកថៃលើឆាកអន្តរជាតិការសែថៃទៅញូវយ៉កអេឌីធឺរីសរសេរចំថាប្រទេសថៃបានរំលោភច្បាប់អន្តរជាតិនិងការប្រើប្រាស់យន្តហោះចម្បាំងគ្រាប់បែកចង្កោមមកលើកម្ពុជាតាមរយៈការស៊ើបអង្កេតថ្មីបានបញ្ជាក់ថាអស់រយៈពេលជាច្រើនខែមកនេះពិភពលោកបានចាត់ទុកចំនួនព្រំដែននេះគ្រាន់តែជាការបន្តគ្នាទៅវិញទៅមកប៉ុន្តែបច្ចុប្បន្នការស៊ើបអង្កេតដ៏ធំដោយញូវយ៉កអេឌីធឺរីសបានលាតត្រដាងនៅការពិតដ៏ជូរចត់មួយខណៈពេលដែលកម្ពុជាអាចថានាំបញ្ហាតិចតួចប៉ុន្តែថៃគឺជាអ្នកដែលបានបំផ្លាញសន្តិសុខក្នុងតំបន់ទាំងស្រុងតែម្ដងរបាយការណ៍នេះដោយផ្អែកលើទិន្នន័យរបាយការណ៍អន្តរជាតិបានលាតត្រដាងពីរបៀបដែលចំនួនព្រំដែនបានប្រែក្លាយទៅជាសង្គ្រាមខុសច្បាប់ដើម្បីគ្រាន់តែបម្រើដល់ការឈ្នះឆ្នោតនៅទីក្រុងបាងកកចំណុចសំខាន់ដែលប្រជាជនកម្ពុជាត្រូវដឹងការប្រើប្រាស់កម្លាំងមិនសមាមាត្រនៅពេលដែលគ្រាប់មីនមួយគ្រាប់បានធ្វើឲ្យទាហានថៃរបួសប្រទេសថៃបានឆ្លើយតបវិញដោយការប្រើយុទ្ធហោះចម្បាំង F16 និងការវាយប្រហារតាមអាកាសរបាយការណ៍បានហៅទង្វើនេះថាជាការប្រើប្រាស់អាវុធដោយខុសច្បាប់តាមការស៊ើបអង្កេតបានបញ្ជាក់ថាប្រទេសថៃបានប្រើប្រាស់គ្រាប់បែកចង្កោមដែលជាប្រភេទអាវុធត្រូវបានហាមឃាត់ដោយពិភពលោកភាគច្រើនអាវុធនេះបានឆក់យកអាយុជីវិតកុមារាសឹមសុវណ្ណអាយុ10ឆ្នាំនៅតំបន់ប្រាសាទព្រះវិហារស្លាប់យ៉ាងអាណោចអាធមសង្គ្រាមចិត្តសាស្ត្ររបាយការណ៍បានកត់ត្រាអំពីរបៀបដែលកម្លាំងថៃបានប្រើបំពង់សម្លេងចាក់សម្លេងខ្មោចលងនិងតន្ត្រីបន់សពនៅវេលាម៉ោង3:00ភ្លឺចូលមកក្នុងភូមិឋានខ្មែរដើម្បីបំផាក់ស្មារតីនិងបំផុតបំភ័យកុមារដែលកំពុងដេកលក់ល្បែងនយោបាយហោះតាងបានបង្ហាញថារដ្ឋាភិបាលថៃបានប្រើប្រាស់បញ្ហាព្រំដែននិងជីវិតរបស់ពួកយើងធ្វើជាយុទ្ធសាស្ត្រឃោសនាបោកឆ្នោតដើម្បីទាញយកប្រជាប្រិយភាពការពិតទៅជូរចត់របាយការណ៍នេះត្រូវបានរៀបចំប្រកបដោយតុល្យភាពហាក់មិនបានដោះលែងភាគីកម្ពុជាឲ្យរួចទាំងស្រុងនោះទេវាបានបង្ហាញអំពីរបៀបដែលការសម្រេចចិត្តនយោបាយមួយចំនួននៅកម្ពុជាបានបង្កើតជាលក្ខខណ្ឌឲ្យកើតវិបត្តិនេះប៉ុន្តែសេចក្តីសន្និដ្ឋានគឺច្បាស់ថាការបង្កើតវិបត្តិគឺជារឿងមិនល្អប៉ុន្តែការបង្កសង្គ្រាមខុសច្បាប់ប្រឆាំងនឹងជនស៊ីវិលគឺជារឿងអាក្រក់បំផុតកាត់មកត្រឹមថ្ងៃនេះប្រជាជនកម្ពុជាជិត 98000 នាក់នៅតែត្រូវផ្លាស់ទីលំនៅនិងរងទុក្ខវេទនា